សម្ដេចតេជោហ៊ុនសែនបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីស៊ីជីនពីងមកកម្ពុជាផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនលើទំនាក់ទំនងរវាងប្រទេសទាំងពីរសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានគូបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមស៊ីជីនពីងប្រធានាធិបតីប្រទេសចិនមកកាន់កម្ពុជានាពេលថ្មីៗនេះគឺបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនទៅលើទំនាក់ទំនងរវាងប្រទេសទាំងពីរជាពិសេសគឺទំនាក់ទំនងខាងសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគដែលជាការគ្រប់គ្រងយ៉ាងសំខាន់ការគូបញ្ជាក់របស់សម្ដេចប្រធានព្រឹទ្ធសភាបានធ្វើឡើងនៅក្នុងពិធីបើកសម័យប្រជុំលើកទី3ព្រឹទ្ធសភានីតិកាលទី5នាព្រឹទ្ធអគារទី22ខែមេសាឆ្នាំ2025នេះសម្ដេចតេជោក៏បានបន្តថាអ្វីដែលកម្ពុជាត្រូវមើលឃើញគឺនៅត្រង់ថាល្បឿននៃការជីកព្រែកជីកហ្វូណងតេជោនឹងត្រូវបន្តតាមសម្ដេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថាព្រែកជីកនេះបើទោះបីជាមានឬក៏គ្មានមិត្តចិនក៏កម្ពុជានៅតែធ្វើបានដែរក៏ប៉ុន្តែជាភ័ព្វសំណាងរបស់កម្ពុជាមិត្តចិនបានប្រកាសនៅក្នុងការផ្ដល់ជំនួយក៏ដូចជាក្រុមហ៊ុនបានមកចូលរួមសម្រាប់ដំណើរការជីកព្រែកនេះឲ្យតាមល្បឿនដែលយើងបានកំណត់រំលឹកផងដែរថានៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនកាលពីថ្ងៃទី17ខែមេសាឆ្នាំ2025នាឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល2ថ្ងៃឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនក៏បានលើកឡើងថាភាគីចិនគឺគាំទ្រជាពិសេសគាំទ្រចំពោះប្រជិញហ្វូណនតេជោដែលកម្ពុជាកំពុងតែដំណើរការសាងសង់ហើយភាគីចិនគាំទ្រចំពោះគំនិតផ្ដួចផ្ដើមនៅក្នុងការសាងសង់ប្រជិញនេះឯកឧត្តមបន្តទៀតថាភាគីចិននិងភាគីកម្ពុជានឹងពង្រីកទំនាក់ទំនងបន្ថែមទៀតទាំងក្របខ័ណ្ឌគណបកនិងក្របខ័ណ្ឌរដ្ឋាភិបាលហើយរដ្ឋាភិបាលចិននឹងជួយបណ្ដុះបណ្ដាលនៅធនធានមនុស្សទាំងធនធានក្នុងគណបកប្រជាជនកម្ពុជានិងធនធានក្នុងរាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាចូលរួមចំណែកនៅក្នុងការអភិវឌ្ឍនៅក្នុងប្រទេសជាតិនៅកម្ពុជាផងដែរ